សូមបងប្អូនកុំយល់ច្រឡំការចាក់ស៊ីម៉ងវិទ្យាសាស្ត្រអាចជំនួសការចាប់ដៃចឹងខ្នងបានទេរបៀបនៃការវះកាត់ពីរផ្សេងគ្នាសប្តាហ៍មុនយើងនិយាយឲ្យអស់ហើយយើងក៏បានសួរសំណួរលោកគ្រូដែរថាតើស្អីគេជាការចាក់ស៊ីម៉ងវិទ្យាសាស្ត្រឥឡូវនេះមានពុកម៉ែបងប្អូនគាត់ឆ្ងល់ថាតើការចាក់ស៊ីម៉ងវិទ្យាសាស្ត្រហ្នឹងវាអាចជំនួសការចាប់ដៃឆ្អឹងខ្នងបានណាលោកគ្រូតាមពិតពីរនេះជារបៀបនៃការវះកាត់ពីរផ្សេងគ្នាប្រើនៅក្នុងករណីខុសៗគ្នាអញ្ចឹងអត់អាចមានមួយណាទៅជំនួសមួយណាទេគាត់ថាការចាក់ស៊ីម៉ងវិទ្យាសាស្ត្រនេះគឺប្រើបានទៅលើអ្នកជំងឺដែលមានអាយុច្រើនគាត់បាក់ចាំងដោយសារការជំងឺពុកឆ្អឹងគាត់ឈឺតែឆ្អឹងខ្នងទេអញ្ចឹងការចាក់ស៊ីម៉ងវិទ្យាសាស្ត្រគោលបំណងរបស់យើងគឺធ្វើឲ្យគាត់បាត់ឈឺភ្លាមឆាប់បានដើរវិញហើយការវះកាត់ចំណាយពេលខ្លីអញ្ចឹងអ្នកជំងឺដែលចាស់គាត់អត់អាចទទួលថ្នាំសណ្ដាំយូរទេប៉ុន្តែការបាក់ឆ្អឹងខ្នងហើយទទួលការវះកាត់ដោយចាប់ដៃក្នុងករណីដែលអ្នកជំងឺមានអាយុរៀងក្មេងនៅគេហៅ active មានសកម្មភាពច្រើនមានធ្វើការច្រើនអង្គុយយូរអញ្ចឹងគាត់ត្រូវការឆ្អឹងខ្នងដែលមាំអញ្ចឹងការអបដែកឬមួយក៏ការវះកាត់ដោយចាប់ដៃហ្នឹងវាធ្វើឆ្អឹងខ្នងគាត់រឹងមាំប្រើបានយូរវាខុសពីការចាក់ស៊ីម៉ងវិទ្យាសាស្ត្រប្រើបានក្នុងករណីដែលជំងឺដែលមានអាយុច្រើនតែបាក់ដោយសារពុកឆ្អឹងអញ្ចឹងស្ដាប់លោកគ្រូនិយាយមិញបានន័យថាបើសិនជាអ្នកជំងឺនឹងគាត់បាក់ឆ្អឹងខ្នងហើយគាត់អាយុនៅក្មេងយើងអាចប្រើការចាក់ស៊ីម៉ងវិទ្យាសាស្ត្រទៅលើគាត់បានទេជាធម្មតាក្នុងករណីក្មេងល្អបំផុតគឺបើសិនជាការវះកាត់គឺអបដែករឹងមាំជាងកម្រដែលយើងអាចប្រើស៊ីម៉ងបានមានករណីខ្លះដែរលើកលែងខ្លះប៉ុន្តែវាតិចតិចចាលោកគ្រូហើយអាចចំណុចទៀតចង់សួរលោកគ្រូថាតើការចាក់ស៊ីម៉ងវិទ្យាសាស្ត្រយើងអាចធ្វើនៅលើឆ្អឹងផ្លូវលោកគ្រូពិបាកឆ្អឹងផ្លូវសំណួរល្អដែរអាចមានអ្នកឆ្ងល់ច្រើនដែរអត់អាចធ្វើបានទេក្នុងការបាក់ឆ្អឹងផ្លូវហេតុអីឆ្អឹងផ្លូវជាឆ្អឹងដែលវែងចាអញ្ចឹងបើចាក់កាស៊ីម៉ងអត់បាត់ទេប៉ុន្តែបើឆ្អឹងខ្នងគឺឆ្អឹងគាត់កង់មួយដូចថ្នាំងអំពៅអញ្ចឹងឧទាហរណ៍បើឈឺនៅថ្នាំងមួយណាយើងចាក់មួយនឹងបាត់ឈឺតែឆ្អឹងផ្លូវជាឆ្អឹងទាំងមូលអញ្ចឹងបើចាក់កាស៊ីម៉ងទៅទេអត់ទេបើសិនជាមានបាក់ឆ្អឹងផ្លូវចំណុចល្អបំផុតគឺវះកាត់ដោយចាប់ដែកខាងក្នុងឆ្អឹងផ្លូវហ្នឹងហ្មងជាដែកដែលវែងហើយមានវីទុកទៀតចាបាទអ្នកជំងឺអាចឆាប់ដើរមកវិញបានចុះលោកគ្រូបើសិនជាគាត់ជាមនុស្សចាស់ហើយគាត់បាក់ឆ្អឹងខ្នងច្រើនកង់យើងនៅតែប្រើវិធីសាស្ត្រចាក់ស៊ីម៉ងវិទ្យាសាស្ត្រទៅមានប្រសិទ្ធភាពទេលោកគ្រូមានប្រសិទ្ធភាពទី1យើងត្រូវដឹងតែគាត់ឈឺនៅកន្លែងណាអញ្ចឹងសម្រាប់ពួកខ្ញុំជាគ្រូពេទ្យខ្ញុំត្រូវចុចមើលសិនតែគាត់ឈឺនៅកន្លែងណាសង្ស័យអីហើយយើងត្រូវថតមើលសិនតើមានបាក់អត់បាក់កន្លែងណាការបាក់ជាការបាក់ថ្មីឬបាក់ចាស់បើសិនជាបាក់ច្រើនកង់មែនប៉ុន្តែការបាក់ថ្មីមានតែមួយកង់ពីរកង់នេះយើងចាក់តែមួយកង់ពីរកង់គឺគាត់បាត់ឈឺហើយតែបើសិនជាថតមើលទៅជាការបាក់ចាស់ទាំងអស់អានឹងតតែមើលដែរតែឈឺរសាអីគាត់អាចអ្នកខ្លះឈឺផ្សេងឈឺរសាសាច់ដុំឬក៏រសាសរសៃពួរអាលៀកនោះក៏អាចរកមូលហេតុផ្សេងទៀតបានចាហើយចុះមកសំណួរទៀតគឺតើឪពុកម្ដាយចាស់ហ្នឹងពេលដែលគាត់ចាក់ស៊ីម៉ងវិទ្យាសាស្ត្រហ្នឹងតើប្រហែលជាមួយថ្ងៃគាត់អាចងើបដើរបានមកប្រកដីនេះធម្មតាមួយថ្ងៃយើងថា24ម៉ោងចុះខ្ញុំបត់ពិសោធន៍ពួកខ្ញុំការចាក់គឺបាត់ឈឺភ្លាមចាប៉ុន្តែយើងនឹងថាស៊ីម៉ងវាត្រូវការពេលមួយដើម្បីឲ្យវាคล้ายទៅជាដុំមួយដែលរឹងនៅក្នុងឆ្អឹងហ្នឹងអញ្ចឹងបើសិនជាយើងឲ្យគាត់ឆាប់ងើបពេកអាចមានបញ្ហាអាចស៊ីម៉ងគាត់រៀងលៀនស្ទាតចេញមួយក៏ហូរចេញមកទៅសកត់ទៅលើសរសៃពួរមួយទៅសរសៃខួរវិញ្ញាណរបស់គាត់ហ្នឹងអញ្ចឹងចំណុចល្អបំផុតគឺការសម្រាក24ម៉ោងសិនលើខែហើយចាំឲ្យគាត់ងើបអាហ្នឹងបានសុវត្ថិភាពអញ្ចឹងដូចជាលោកគ្រូបានជំរាបជូនពុកម៉ែបងប្អូនអញ្ចឹងការចាក់ស៊ីម៉ងវិទ្យាសាស្ត្រมันអាចជំនួសការចាប់ដែកនៅឆ្អឹងខ្នងបានទេវាជាវិធីសាស្ត្រផ្សេងទៅលើអ្នកជំងឺប្រភេទផ្សេងគ្នាអញ្ចឹងចុងក្រោយលោកគ្រូមានអីផ្ដល់បញ្ញាទៅពុកម៉ែបងប្អូនដែលគាត់តែងតែតាមដានអញ្ចឹងអរគុណពុកម៉ែបងប្អូនដែលតែងតែតាមដានវីដេអូមួយក៏តាមដានខ្ញុំបាទផ្លុំមកពីគ្រូជាមួយខ្ញុំបាទអញ្ចឹងជាធម្មតាបើសិនជាបងប្អូនមានបញ្ហាឈឺឆ្អឹងខ្នងឈឺសាច់ដុំឈឺចង្កេះមានបញ្ហាបាក់ឆ្អឹងខ្នងបងប្អូនអាចមកពីគ្រូព្យាបាលជាមួយគ្រូពេទ្យសិនគាត់ថាយើងស្ដាប់ជាព័ត៌មានជាចំណេះដឹងប៉ុន្តែតកតមួយការធ្វើរោគវិនិច្ឆ័យបងប្អូនទៅជួបគ្រូពេទ្យជំនាញ
បានតែខ្ញុំម្នាក់ទេមានគ្រូពេទ្យយើងជាច្រើននៅក្បែរបងប្អូនត្រូវជួបគ្រូពេទ្យធ្វើរោគវិនិច្ឆ័យច្បាស់ហើយកុំព្យាបាលដោយខ្លួនឯង